បាទជំរាបសួរនិងសួស្តីបងប្អូនទាំងគ្នាតាឥឡូវនេះគូមកបន្តញាសាបាក់ឌុប2015យើងទៀតហើយតទៅនឹងរមាំងទី6អញ្ចឹង15បន្ទុកដែរបន្ទុកវាណាអញ្ចឹងនៅក្នុងរមាំងទី6នេះលំហាត់នៅក្នុងមេរៀនបាទដែនម៉ាញេទិកដែននិងកម្លាំងម៉ាញេទិកអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះបានគឺយើងត្រូវអានប្រធានយល់សិនដោយសារលំហាត់នេះគឺមានបងប្អូនជាច្រើនដែលច្រឡំបាទច្រឡំហើយច្រឡំអីយើងតិចទៀតយើងវិភាគយើងទស្សនាទាំងអស់គ្នាបាទអញ្ចឹងគេថាខ្សែចម្លងមួយយើងអានប្រធានលំហាត់សិនមកណាបាទគេថាខ្សែចម្លងទង់ដែងមួយមានមុខកាត់បាទ0.2 មីលីម៉ែត្របាទកន្លែងនេះដែលគ្នាយើងច្រឡំចាំមើលគេថាមុខកាត់0.2 មីលីម៉ែត្រគ្នាយើងមានគ្នាយើងខ្លះយកជា A' បាទគ្នាយើងខ្លះយកជា D ប៉ុន្តែភាគច្រើនគឺយកជា D ដោយថាជា A' ដោយសារអីឃើញមុខកាត់តែអ្វីដែលត្រឹមត្រូវគឺយើងមុខកាត់នេះយើងតាមដោយ D តូចទេបាទមុខកាត់របស់ខ្សែណាកុំឲ្យច្រឡំអញ្ចឹងមុខកាត់អង្គប់ចិត្តមុខកាត់បាទផ្ទៃមុខកាត់អីហ្នឹងផ្សេងគ្នាទេអាផ្ទៃមុខកាត់ជាមួយមុខកាត់ហ្នឹងបើយើងនិយាយឲ្យចំមុខកាត់គឺ D មិនថាយើងមានខ្សែមួយទៅដែលវាមានមុខកាត់ទេតែបើគេនិយាយពីមុខកាត់អាហ្នឹងយើងសិក្សាទៅលើ D ទៅបាទមុខកាត់ D ទៅដោយសារមើលຂະຫນាតនេះគេឲ្យមីលីម៉ែត្រហ្នឹងហើយបើផ្ទៃមុខកាត់គឺ A' ហើយຂະຫນាតវាគិតជាមីលីម៉ែត្រការ៉េអញ្ចឹងទៅឬក៏ម៉ែត្រការ៉េអញ្ចឹងទៅអញ្ចឹងទំហំអាពីរហ្នឹងគឺខុសគ្នាមួយជាផ្ទៃអាមួយទៀតជាប្រវែងបាទអញ្ចឹងកន្លែងហ្នឹងកុំឲ្យច្រឡំបាទគ្នាយើងមើលទៅបើសិនជាគេថាមុខកាត់0.2 មីលីម៉ែត្រអញ្ចឹង0.2 មីលីម៉ែត្រជាទូទៅបើសិនជាផ្ទៃបាទវាគិតជាមីលីម៉ែត្រការ៉េហ្នឹងតែបើសិននេះមុខកាត់ហ្នឹងគ្រាន់តែគិតជាមីលីម៉ែត្រអាហ្នឹងយើងទាញវាជា D តូចមកបាទជា D តូចហើយគេថាអាខ្សែហ្នឹងធម្មជាតិរបស់វាហ្នឹងគឺ resistivity របស់វាហ្នឹងគឺ rho ស្មើនឹង1.7 កណ្ដុតសេគុណដក8អូម៉ែត្រត្រូវបានគេរុំចំនួនបាទ6000ស្ពាអញ្ចឹងអាចំនួន6000ស្ពាហ្នឹងគឺតាមដោយ n ចំនួនស្ពាណាបាទរុំយករុំធ្វើជា selenium ហើយគេថា selenium គ្មានស្នូលមួយដែលមានអង្កត់ចិត្ត 3.0 សង់ទីម៉ែត្រអញ្ចឹងគេថា selenium បាទ selenium នេះយើងមើល selenium គ្មានស្នូលមួយដែលមានអង្កត់ចិត្ត3សង់ទីម៉ែត្រចាអាហ្នឹងជា D បាទ D ដែរប៉ុន្តែជា D ធំជាងតាងណាកុំឲ្យច្រឡំគ្នាយើងនឹងមានប្រវែងបាទប្រវែងមកអីបើយើងនិយាយមកជួបគ្នា selenium មានអង្កត់ចិត្តនិងមានប្រវែងចាហ្នឹងជាអីបាទជា L ហ្នឹងឯងបាទជាប្រវែង selenium គឺយើងតាមដោយ L នេះហើយគេថាទៀតគេថា selenium ត្រូវបានឲ្យចរន្តឆ្លងកាត់1 អាំពែបាទហ្នឹងអីគេ I ហ្នឹងឯងគ្នាបាទ I អានតង់ទេចរន្តហ្នឹងណាហើយគេឲ្យជំរាបម៉ាណេទិកនៃខ្យល់បាទ10បាទអានេះបើគេមិនឲ្យក៏យើងត្រូវដឹងដែរហើយគេឲ្យយើងកណនាទី1កដែនម៉ាញេទិកបាទដែនម៉ាញេទិកនៃ selenium អញ្ចឹងជាទូទៅចំពោះ selenium វាបង្កើតដែននៅត្រង់ផ្ចិតរបស់វានៅកន្លែងស្នូលណាអញ្ចឹងអានេះយើងរក B វាតាមអីគេយើងបាទ10 NE លើ L វាមានដែនបន្តិចវាមានចរន្តត្រង់បាទចរន្តវងបប៊ីនសំប៉ែតអីចឹងណាអញ្ចឹងដោយសារវាជា selenium គ្រូយករមុននេះមកប្រើបាទខគេថាប្រវែងខ្សែចម្លងដែលរុំជា selenium អញ្ចឹងអាប្រវែងដែលខ្សែដែលយើងយកទៅរុំជា selenium ហ្នឹងអាហ្នឹងគេតាំងដោយ L' បាទ L' គឺរមុនវាមាន2គឺ pi បាទ dn ឬក៏2 pi an បាទមិនបានទៅ2 pi an គឺយើងដឹងហើយថាបើសិនជាអង្កត់ចិត្តវាមិនស្មើគេ d មិនស្មើនឹង 2r បាទកម្ម2ដងវាស្មើអង្កត់ចិត្តមួយហ្នឹងឯងអញ្ចឹងកន្លែងហ្នឹងបើសិនយើងស្គាល់កម្មយើងយកអា 2r ហ្នឹងជួកន្លែង d ហ្នឹងមកអញ្ចឹងបាន2 pi r ព្រោះដាក់អា2មកមុខមកវាគុណវាហ្នឹងឯងសំណួរកគេថា resistance របស់ខ្សែចម្លងអញ្ចឹងគឺយើងទោះគេសួរ resistance នៃ selenium ក៏ដោយ resistance នៃខ្សែចម្លងក៏ដោយគឺតែមួយទេគឺ air ដែរទេស្មើនឹងបាទ rho បាទ L' បាទវែងខ្សែចម្លងចែកឲ្យមុខកាត់ខ្សែចម្លងផ្ទៃមុខកាត់ខ្សែចម្លងច្រឡំមុខកាត់អូខេផ្ទៃមុខកាត់ខ្សែចម្លងគឺតាមដោយ A' អញ្ចឹងបើសិនគេសួររក resistance នៃ selenium ក៏យើងរកតាមហ្នឹងដែរដោយសារអីដោយសារ selenium វាកើតឡើងពីខ្សែចម្លងហ្នឹងបើសិនជាគិត resistance គឺ resistance ហ្នឹងគឺ resistance របស់ខ្សែចម្លងទេបាទវាមិនមែនជា resistance selenium ទេអូខេបើសិនជាយើងគិតទៅអានឹងស្អែកលើសំណួរគេសួរចង់រក resistance នៃ selenium ក៏បាន resistance ខ្សែចម្លងក៏បានដែរយើងតាំងវាតែមួយទេគឺយើងតាំងដោយ S ស្មើ rho L' A' អញ្ចឹងណាបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងមកមើលដំណោះស្រាយទាំងអស់គ្នាអញ្ចឹងតកតងនឹងសំណួរទីកបាទគេឲ្យយើងកណនាដែនបាទកណនា
đen magnetic đen magnetic đen magnetic các bạn ăn được trong magnetic các bạn này bạn magnetic bạn lấy solenoid và solenoid bờ sân thì cái aro chọn trắng sấy nè dương ở miền trung muốn biết riêng chọn tịch và tay dương ở chỗ ba thằng này nữa và cái aro đen magnetic này solenoid cho nhưng tam một má tam một bạn đen magnetic này solenoid dương tăng đói bí mà đang môi rổ bạn ý nữa là L bạn ý là L đòi ok môi rổ dân cái ao nói mà nó buồn phái con đo xoay con đọ cùng phần anh ấy bật sân chấm miên chữ điện mạnh tính được không mà tham sen tiếp nhưng con thay màu chúng ta thì tăng ao mùi e tí đấy nè và tại anh ấy vừa kìm áo chứ nhưng đã phần năng màu ấy Tesla mấy của mình bán SI các bạn này đây mùi tiết ẩn anh ấy chừng nôn spear và cái ao nó của mùi pon spear hay cho nó để cho cancel lên nó cứ và miền tây lại mùi ampere và mùi ampere có ở của anh biết mà man ở vành selenium giờ mới cái âm mà ba 60 cm 60 cm trong bây giờ 7 m bán và xôn cho vào mùi mệt nhưng con đọc con độ phí nhưng bầm lạnh xoay con đấy ok chân cái bàn mà cái bàn bé mà đừng mùi số buồn phái con đọc xoay con độ cùng phở bàn ăn của mùi pón và con mùi y mùi và muối chay ở xôn trên của mùi chẳng lấy ní vì ở bà kết tích hay dân mơ bán ta chẳng cụ tìm nợ một lòng thì nó trong bạn buồn phai nơi tận này đó ní của mùi cháo tới và mùi cháo chẳng bà sân nhiều mùi cháo nên sao đọc con độ mùi lực là nó bọc con bột mùi cho một bấy bột buôn mình phá sao độ 7 chẳng còn đó sẽ còn đó độ 7 Tesla ní cự 7 cho bà sân thì dương trong đại chi ta lại lấy ở bạn đấy dương do 4 con 7.4 mới mà đọc phí cho 2 của mùi con đó sẽ con độ 7 hay khả năng bọn đài tích cực chế Tesla đối đi bạn định đi complete nhé để vào lòng bạn mà đọc phí cho 2 của mùi con đó sẽ con độ 7 Tesla ok cho đọc phí là dương rồi bay khơi hơi nụ khó cái ở dương cận nề tiếp dùng mới và cái cận nề của vài sai chầm lòng chân dương tăng để ở prim chân dương mưa làm hành dương cái ao mau cắm đứa còn cọp chặt bò lên yên ba cái ao cọp chặt lên yên và cái ao cắm dương rô tam cam á và cái ao cọp chặt bò viết dương rô tam cọp chặt màu là miền pi nè ok ta dương khó sai như này bịch khó mà khó cận nề provide sai và provide sai chùm lon và bạn sai chùm lon và al prim chẳng dần đăng ấy bật sân chia như score cọp chất và tam một môn và bạn sai chùm lon al prim mà nắng pi dn và pi dn đòi đây với cái ao máu mà cọp chất vía đi mà nắng 3 cm và chẳng vì mà nắng 7 con đó xoay con đó 2 m cho spear man spear của mùi pon spear và của mùi pon chẳng kỵ bàn al prim mà nắng thái con cho mùi nắng 7 con đó xoay con đó 2 con nắng của mùi pon và mùi pon chẳng những con tới anh nó bay muốn đồng bay cắt phí xong rồi pet pi và al prim rồi dương trong xe chỉ ta lại lấy mà nhiều và dương cho mà rồi pet con nâng bay chỉ được 4 tới khơi và 565 cho pi mét ok chẳng đuổi đi và đuổi đi al prim mà nâng 565 pi mét ok cho nên chỉ chấm lại bỏ và al prim và bạn sai chấm nó đại rung chia lên ít chẳng hay dân toán ấy cái này nè và ở đấy này từ xa về làm hắn ấy về đã dùng món gió thì dùng chúng nó lấy cho thì việc mình đây của bài
អ្វីដែលបានហ្នឹងមានតកតនឹង resistance ខាងក្រោមនេះគាត់តែយើងត្រូវការវិភាគបន្តិចប៉ុន្តែដល់ពេលយើងមើលវីដេអូនេះហើយយើងចេះហើយពេលប្រឡងបាក់ឌុបចេញទៀតមកយើងបន្ទប់ហើយបានបន្ទប់ហើយបាទកណនី resistance នៃខ្សែចម្លងក៏បានបាទ resistance នៃ selenide ក៏បានមួយណាគ្នាបាទខ្សែចម្លងដោយសារគេយកខ្សែទៅរុំជា selenide បាទយើងតារួមមុនរបស់យើងតារួមមុនបាទ resistance air ស្មើ rho យ៉ាបាទ rho បាទ L' ចាយឲ្យ A A' L' យើងរកឃើញហើយប៉ុន្តែ A' យើងអត់មានទេបាទ A' យើងស្មើនឹង pi d ការ៉េលើ4អញ្ចឹងគ្រូជំនួសចូលទៅបាន air ស្មើនឹង rho L' បាទកន្លែង A' ជួបដល់ pi d ការ៉េលើ4បាទយើងបោះ4ទៅលើទៅបានrho 4L sorry 4L' ដាក់វិញទៅខ្លាចច្រឡំ 4L' 4L' ចែកឲ្យ pi d ការ៉េអូខេអញ្ចឹងដោយ d យើងមក d បាទវាស្មើនឹង 0.2 មីលីម៉ែត្រអញ្ចឹងកន្លែងនេះវាបែកខាតខុសណាមីលីដក3អានេះដក1ទៀតវាស្មើ2កណ្ដុតស្វ័យគុណដក4ម៉ែត្រអញ្ចឹងគេបានair រ៉ូគេឲ្យប្រហែលមិញពេចបញ្ជាក់រ៉ូនេះយើងពីនេះយើងបញ្ជាក់រ៉ូគេហង 1.7 បាទគុណដកស្វ័យគុណដក8 1.7 បាទL' 4L' 4គុណនឹង L' យើងប៉ុន្មានមិញយក180 ផាយមកដើម្បីសម្រួលផាយក្រោមចេញហើយគុណ d ការ៉េអញ្ចឹងបាន2គុណដកស្វ័យគុណដក4លើកជាការ៉េបាទអញ្ចឹងយើងបាន 1.7 នៅដដែលមកគុណដកស្វ័យគុណដក8ហើយផាយសម្រួលផាយអស់បាទនេះ2ការ៉េ4 អស់គុណនឹង180ដដែលមកហើយផាយមកផាយអស់ហើយអញ្ចឹងដក4លេខដក8បូក8អស់ហើយបាទសល់ប៉ុណ្នេះគុណដកស្វ័យគុណ8អូខេអញ្ចឹងនៅសល់ 1.7 គុណនឹង180អញ្ចឹងដល់ពេលយើងគុណលេខនេះទៅឃើញបាទ306អូមបាទនេះជាចម្លើយរបស់ resistance បាទដូចនេះតិចមកគ្នាអូចង់អស់បាទដូចនេះ air resistance យើងស្មើនឹង306អូមអញ្ចឹងគឺនេះចំពោះតម្លៃ resistance ដែលយើងរកឃើញ resistance នៃខ្សែចម្លងណាអញ្ចឹងនេះយើងប្រញាប់ប្រយែងអ្វីដែលគួរឲ្យប្រញាប់ប្រយែងគឺកន្លែង A' ជាមួយនឹង D នឹងឯងកន្លែងនេះបើសិនជាកាត់ឲ្យយើងយក A' មកច្រឡោយវាឃើញស្វ័យគុណហើយដូចជាកន្លែងហ្នឹងអត់ទាន់ត្រឹមត្រូវទេបើសិនជាយើងយក A' ដោយសារអីជាទូទៅមុខកាត់វាអាចជាអង្គប់ចិត្តណាបើយើងយកឲ្យចំមកវាជាអង្គប់ចិត្តមុខកាត់ហើយបើយើងយកឲ្យចំមកវាជាផ្ទៃមុខកាត់ហ្នឹងកុំឲ្យច្រឡំយើងបែងចែកដាច់ហើយទីមួយទៀតយើងមើលទំហំຂະຫນាតរបស់វាទៅបើសិនជានេះមីលីម៉ែត្រអូខេអាហ្នឹងជា D ទៅហើយបើសិនអានេះមីលីម៉ែត្រការ៉េអាហ្នឹង A' ទៅអូខេនេះគឺបើសិនតែយើងអត់ច្បាស់កន្លែងហ្នឹងតើតងនឹងនៃរបស់វាបាទប៉ុន្តែកន្លែងហ្នឹងអាចនឹងមានច្រឡំច្រើនតើតងនឹងកូនសិស្សណាអញ្ចឹងគឺយើងត្រូវសិក្សាច្បាស់បាទសិក្សាច្បាស់អញ្ចឹងចំពោះលំហាត់ resistance គឺយើងមានអីឆ្ងល់បានអាចបាទ comment សួរបានហើយបើសិនជាចង់រៀនបន្ថែមអីអាចតតងគ្រូបានហ្នឹងហើយតតងនឹងលំហាត់នេះគឺបញ្ចប់បាក់ឌុប2015ណាបាទអញ្ចឹងចំពោះវីដេអូហ្នឹងគូមានតែប៉ុណ្្នឹងទេហើយអរគុណបងប្អូនបានទស្សនាដល់ចប់ហើយជូនពរបងប្អូនឲ្យទទួលបានលទ្ធផលល្អក្នុងថ្ងៃប្រឡងបាក់ឌុបបាទអញ្ចឹងគូមានតែប៉ុណ្្នឹងទេអរគុណបាយបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយ